សួស្តីអ្នកទាំងអស់គ្នាជួបគ្នាជាមួយវីដេអូថ្មីវីដេអូថា Family Vlog ទៅកូរ៉េខាងត្បូងគឺពីភ្នំពេញទៅប៊ូសានមិនមែន Train to Busan ទេគឺ Plan to Busan សំឡេងខ្ញុំរៀងពិបាកស្ដាប់បន្តិចព្រោះដោយសារតែខ្ញុំ record នៅសេអ៊ូលហើយដល់ពេលទៅពេកទៅដូចរៀងចង់ផ្ដាសាយចឹងសំឡេងខ្ញុំកងអញ្ចឹងដំណើរកំសាន្តគ្រួសាររបស់ខ្ញុំនេះគឺមានរយៈពេល8យប់និង9ថ្ងៃគឺខ្ញុំធ្វើដំណើរទៅដោយខ្លួនឯងអត់ទៅតាមធัวទេមូលហេតុទី1គឺសំខាន់នោះគឺយើងអាចទៅទីកន្លែងដែលយើងចង់ទៅបានហើយទៅតាមធัวក៏មានគុណសម្បត្តិដែរគឺគេអារែងឲ្យយើងទាំងអស់យើងចាំទៅអញ្ចឹងណាដូចខ្ញុំអញ្ចឹងត្រូវរៀបចំខ្លួនឯងទាំងអស់និយាយទៅម្យ៉ាងម្នាក់អ្នកទាំងអស់គ្នាអាចជ្រើសយកមួយណាក៏បានបើអ្នកទាំងអស់គ្នាធ្លាប់ទៅតាមធัวហើយទៅលើក្រោយអ្នកទាំងអស់គ្នាទៅខ្លួនឯងទៅល្អជាងតោះអញ្ចឹងយើងចាប់ផ្ដើមចូលតែម្ដងទេអញ្ចឹងមកដល់ត្រូវ check in ដោយសារតែខ្ញុំ check in online រួចអញ្ចឹងខ្ញុំអត់ចាំបាច់តម្រង់ជួរចាំ check in នេះគឺយើងទៅខាងបញ្ចូល online ដើម្បីដាក់វ៉ាលីផ្ញើខ្ញុំជ្រើសរើសយក Korean Air ហោះពីភ្នំពេញទៅប៊ូសានតែយើងត្រូវដូរជើងយន្តហោះនៅពលានយន្តហោះអ៊ីនឆុនមកតង់សិនបន្ទាប់មកយើងនឹងហោះពីអ៊ីនឆុនទៅប៊ូសានមកតង់ទៀតនៅពេលដែលបាន boarding pass មកខ្ញុំក៏យកទៅដកពន្ធពលានខ្ញុំ2នាក់គ្រួសារខ្ញុំដកបានម្នាក់$7ហើយហាណាកូនស្រីខ្ញុំនោះដកបាន$3បន្ទាប់ពីដកពន្ធពលានរួចពួកខ្ញុំក៏ចាប់ផ្ដើមទៅកន្លែង security check ដើម្បីយើងចូលទៅរក gate របស់យើងព្រោះកុំឲ្យរងចាំយូរតាក់ទងជាមួយនឹងម៉ោងហោះហើររបស់ខ្ញុំគឺត្រូវហោះនៅម៉ោង 11:45 នាទីយប់ប៉ុន្តែជាក់ស្ដែងពេលវេលាហោះពិតប្រាកដនោះគឺនៅម៉ោង 12:10 នាទីព្រឹកចូលដល់ថ្ងៃទី29 ខែ 3ច្រកលេខ 8Hello អូខេដោយសារតែខ្ញុំជិះKorean Air ពីភ្នំពេញទៅប៊ូសានអញ្ចឹងboarding pass មាន2សន្លឹកមួយពីភ្នំពេញទៅអ៊ីនឆុនសេអ៊ូអ៊ីនឆុនបន្តមកគឺត្រូវដកបទី1គឺពីភ្នំពេញទៅនេះពីផ្លែ28ម៉ែត្រភ្នំពេញទៅសេអ៊ូលអ៊ីនឆុនបន្តមក boarding ទី2នេះគឺពីសេអ៊ូលអ៊ីនឆុនទៅប៊ូសានហើយនៅក្នុងកណ្ដាល boarding pass នេះគេបានបញ្ជាក់ឲ្យថា gate នៅពីភ្នំពេញទៅសេអ៊ូលអ៊ីនឆុននេះ gate ទី8ហើយតើតង់ជាមួយនឹងពីសេអ៊ូលអ៊ីនឆុនទៅប៊ូសាននេះ gate ទី243អញ្ចឹងនៅពេលដែលយើងទៅដល់អ៊ីនឆុននេះគឺយើងធ្វើដំណើរ transfer ឆ្ពោះទៅរក gate លេខ243ហ្មងខ្ញុំរីកមិនអ្នកទាំងអស់គ្នាឲ្យដូរលុយកូរ៉េមួយចំនួនខ្លះនៅពលានហោះខ្មែរយើងនឹងឲ្យហើយទៅព្រោះកុំឲ្យនៅពេលដែលទៅដល់ទឹកដីកូរ៉េយើងអត់មានលុយគេដើម្បីទិញអីវ៉ាន់ញ៉ាំអីចឹងណាទៅដល់កូរ៉េក៏អត់ភ្លេចយកវីទៅហិតដែរនេះបច្ចាស់ស្ដីចឹងឥឡូវមកបរៀនហ្នឹងណាមើលតាក់ទងជាមួយនឹងពេលធ្វើទៅប្រទេសទៅសុកក្រែអញ្ចឹងត្រូវមាន passport នេះ passport នេះ passport ហើយអានេះស្លឹកកណ្ដាស់នេះសម្បត្តិយន្តហោះអានេះគេហៅថា airplane ticket សម្បត្តិយន្តហោះណាហើយដល់ពេលនៅពេលដែលយើងសម្បត្តិហ្នឹងទៅកន្លែងបញ្ចូល check in បានកណ្ដាស់2ស្លឹកនេះណាបានកណ្ដាស់នេះមកអានេះគេហៅថា boarding pass អានេះគេថា boarding pass នេះសម្រាប់យើងកាន់ពេលឡើងទៅលើយន្តហោះអូខេចាំណាយើងមកបរៀនកូនចាំទេចាំអូខេចឹងធំឡើងដល់លេងស្រួលដល់
នេះគេហៅថាអានេះគេហៅអី វាហៅថាសម្បត្តិថោក អត់ទេនេះសបកគេថោ This one ក្តាំផ្លែបាយ yes boarding pass យល់អត់យល់អានេះគឺ boarding pass អានេះគឺសបកគេថោអូខេយល់ទេណាញ៉ាំមិនដឹងច្រើនឈឹកឥឡូវទៅតែម៉ោង10:25នាទីនៅកន្លែងនេះជាមួយនៅ boarding វាអត់ទាន់បានឡើងទេ អូស្មានឡើងចុះ តិចទៀតទៅដល់មកហើយមួយគេ អត់ អត់ទេ អូយក ូនទៅ2នាក់ទៀតដែរទេមកបានតែកូនបងតែណាទៀតបន្ទាប់ពីរងចាំនៅ gate រយៈពេលជាង2ម៉ោងឥឡូវនេះខាងairline គេហៅយើងឲ្យឡើងលើយន្តហោះខ្ញុំចាំបានថាការពីខ្ញុំជិះ Korean Air កាលពី2022ប្រភេទយន្តហោះពីភ្នំពេញទៅកូរ៉េប្រភេទដូចជា A330 ខ្ញុំអត់ចាំទេនេះខ្ញុំចាំតែកៅអីដូចជា33តែមាន2ជួរហើយ33តែលើកនេះជាក់ស្ដែងយន្តហោះធំជាងមុនគឺដូចជា A330 300ដែលមាន3ជួរដែលសងខាងមាន2កៅអីហើយជួរកណ្ដាលនេះមាន4កៅអីដោយសារតែខ្ញុំគ្នា3នាក់ចឹងខ្ញុំយកអង្គុយនៅកៅអីនៅជួរកណ្ដាលទៅដើម្បីឲ្យបានជាប់គ្នាបើសិនជាទូទៅវិញគឺខ្ញុំអង្គុយនៅខាងប្រអួចហើយដើម្បីមើលទេសភាពនៅខាងក្រៅគ្រាន់តែឡើងមកអង្គុយលើយន្តហោះបានមកសន្ទុះ cabin crew របស់ Korean Air ឃើញហាណានៅក្មេងមិនមែនតែហាណាឲ្យតែក្មេងៗគឺគេហុចប្រដាប់លេងនេះឲ្យដល់ពេលយកមកភ្ជាប់គ្នាទៅចេញជារបៀបឡានក្រុងជាង cabin crew ក៏បានយកតាក់ទងជាមួយនឹង earphone មកយកឲ្យភ្ជាប់ជាមួយនឹងair entertainment play entertainment ដែលនៅលើកៅអីនោះយើងចង់មើលរឿងតែបើយើងអត់ចង់មើលទេយើងសង្ហំគេអញ្ចឹងទៅយន្តហោះហោះទៅតែបានជាងកន្លះម៉ោង cabin crew ក៏យកអាហារមកឲ្យញ៉ាំអានេះយើងស្រាប់ថាអាហារពេលយប់ឬក៏អាហារពេលព្រឹកអត់ដឹងខ្ញុំញ៉ាំអត់កើតទេព្រោះដោយសារតែយប់អត់ទ្រលាប់ញ៉ាំស្មានហ្នឹងហើយមកហូបគេឆ្ងាញ់ដែរប៉ុន្តែញ៉ាំបានតែ2-3ម៉ាត់ក៏ឈប់ញ៉ាំទៅចំណែកហាណាវិញពេលណាក៏ដាក់បានមកហូបអ្វីក៏ដាក់បានដែរគ្រប់មកព្រោះគេញ៉ាំបដាគេមកតុក្កតាបដាចឹងនៅម៉ោង6:50នាទីក៏មកដល់ពលានអ៊ីនឆុន Terminal 2ព្រោះដោយសារតែ Terminal 2ដូចជាយន្តហោះដែលចតមកនៅ Terminal 2មានតែ Air 2ទេគឺ airline ប្រភេទដូចជា Air France ហើយនឹង Korean Air ហ្នឹងមានតែ2 airline ហ្នឹងទេដែលចតនៅ Terminal ទី2ហាណាពេលមកដល់ភ្លាមពួកខ្ញុំក៏បញ្ញាប់ដែរទៅកន្លែងដើម្បី transfer ព្រោះនៅពេលដែលយើង transfer គឺត្រូវតែធ្វើ security check ម្ដងទៀត
មុននឹងយើងបានទៅដល់ gate យើងបន្ទាប់ពីធ្វើ security check រួចរាល់ពួកខ្ញុំក៏បញ្ញាប់ដើរទៅរក gate ដែលមានដាក់នៅលើ boarding pass លេខ243ហ្នឹងនៅចំណុចនេះដែរខ្ញុំចង់បញ្ជាក់អ្នកទាំងអស់គ្នានិងរំលឹកអ្នកទាំងអស់គ្នាបន្តិចបើអ្នកធ្លាប់ធ្វើដំណើរ transfer តាមយន្តហោះប្រហែលជាធ្លាប់ដឹងមានបទពិសោធន៍ដូចគ្នាចឹងនៅពេលដែលទោះបីជានៅក្នុង boarding pass របស់យើងមានបញ្ជាក់លេខ gate ក៏ដោយតែយើងក៏ត្រូវតែមើលនៅលើ screen ដែលនៅបរិយាយន្តហោះគេបញ្ជាក់យើងដែរដូចខ្ញុំអញ្ចឹងgate របស់ខ្ញុំត្រូវផ្លាស់ប្ដូរពី243ទៅ238ចឹងបើសិននៅក្នុងករណីយើងអត់បានមើលអត់ចាប់អារម្មណ៍លើផ្ទាំងអេក្រង់ហ្នឹងទេចឹងយើងអត់ដឹងទេទៅ gate ខុសហើយដូចខ្ញុំអញ្ចឹងនៅក្នុងវីដេអូនេះកំពុងដើរទៅរក gate 243តែចុងក្រោយដូរទៅ gate 238ចឹងចំណុចដែលយើងគួរប្រយ័ត្នគឺចំណុចត្រង់ transfer នឹងហើយគឺត្រូវតែអាសាពិនិត្យទៅលើតកតងជាមួយនឹង gate change អីនៅក្នុង platform នៅតាមទទួលតាមអេក្រង់តាមពលានមួយយើងអាសាមើលតាមហ្នឹងកុំសូវទុកចិត្ត boarding pass ពេកព្រោះពេលខ្លះគេប្រែប្រួលតែយើងអត់ចាប់អារម្មណ៍ទេដឹងតែយន្តហោះហោះចោលហើយតែមុននឹងយន្តហោះហោះចោលយើងយើងប្រកាសជាឮសំឡេងគេហៅរកឈ្មោះយើងឲ្យបញ្ញាប់មក gate ហើយចឹងមកអ្នកទាំងអស់គ្នាអត់ចង់ឲ្យឮគេហៅឈ្មោះយើងនៅពលានហោះក្តែងទេគឺត្រូវតែប្រុងប្រយ័ត្នអាសាមើលទៅលើអេក្រង់តើតងជាមួយនឹង gate ហ្នឹងបន្ទាប់មកក៏ដល់ម៉ោងត្រូវឡើងយន្តហោះបន្តពី Incheon ទៅ Busan ចឹងរយៈពេលនៃការជិះយន្តហោះពី Seoul Incheon ទៅ Gimhae Busan ហ្នឹងគឺមានរយៈពេលតែជាងកន្លះម៉ោងឯងគឺដូចយើងហោះពីភ្នំពេញយើងទៅសៀមរាបអញ្ចឹងយន្តហោះដែលខ្ញុំជិះពី Seoul Incheon ទៅ Gimhae Busan ហ្នឹងគឺប្រភេទពួក Boeing 747-900ថងចំណុចសំខាន់ដែលខ្ញុំចង់និយាយប្រាប់អ្នកទាំងអស់គ្នាគឺចំពោះវីដេអូមុនខ្ញុំបាននិយាយទាក់ទងជាមួយនឹងការបំពេញ e-arrival card មុននឹង72ម៉ោងនៃការចូលប្រទេសគេហ្នឹងគឺក្នុង website ដូចគេមិនតម្រូវការទាក់ទងជាមួយនឹង QR code បញ្ជាក់ពីសុខភាពរបស់យើងទេប៉ុន្តែនៅពេលដែលខ្ញុំមកដល់ពលានផ្ទាល់គឺគេឲ្យយើងបំពេញហើយបន្ទាប់មកគេនឹងចេញกระดาษ QR code មួយឲ្យយើង scan នៅកន្លែងមុននឹងទៅដល់កន្លែងដែលយើង scan passport និងបិទ immigration card នៅលើ passport យើងហើយនៅពេលដែលយើងបានជាប់ e-arrival card រួចគឺគេអត់ត្រូវការស្លឹក visa យើងយកទៅមើលទេព្រោះដោយសារតែយើងបានបំពេញ e-arrival card ដែលមានភ្ជាប់ visa យើងទៅនឹងរួចហើយតែអ្វីដែលខ្ញុំអត់ដឹងនោះគឺចំណុចត្រង់ QR code ព្រោះដោយសារតែការបញ្ជាក់នៅក្នុង website របស់ស្ថានទូតគឺអត់មានបញ្ជាក់ថាត្រូវការ QR code នឹងមុនទៀតទេប៉ុន្តែជាក់ស្ដែងពេលទៅដល់គឺមានបន្ទាប់ពីយកវ៉ាលីរួចខ្ញុំក៏បន្តមកយកភ្ជាប់ eSIM ដែលខ្ញុំបានទិញតាម app ខ្លួនខ្ញុំស្លេចយករយៈពេល10ថ្ងៃតម្លៃដូចជា 89,000 លុយខ្មែរយើងចឹងនៅក្នុង promotion eSIM ដែលខ្ញុំបានទិញគឺគេមានឲ្យថែមនៅ T-Money Card 2ប៉ុន្តែដោយសារតែគាត់ឃើញយើង3នាក់គាត់ក៏ថែមឲ្យមួយទៀតអញ្ចឹងខ្ញុំរួចមិនបាច់ចាំបាច់ទិញ T-Money Card ទេបន្ទាប់មកយើងត្រូវយក card ហ្នឹងទៅបញ្ចូលលុយដើម្បីដាក់បើមិនអញ្ចឹងទេគឺយើងអត់មានលុយដើម្បី scan ដើម្បីឡើងជិះ subway train ឬក៏ឡានក្រុងនៅកូរ៉េបានទេតាក់ទងនឹង subway train គឺត្រូវការកាតដើម្បីជិះតែតាក់ទងជាមួយនឹងឡានក្រុងបើយើងអត់មានកាតទេយើងអាចប្រើជាលុយបានបន្ទាប់ពីជិះ subway train រយៈពេល7ម៉ោងក៏មកដល់station ដែលខ្ញុំត្រូវឡើងហើយ hotel ដែលខ្ញុំគេហ្នឹងគឺនៅជាប់នឹងខ្វាងអាលី Big Mall គឺឈ្មោះ Hotel One ដែលខ្ញុំឃើញគេ review នៅលើ TikTok ដែរកំពុងតែដើរតាមផ្លូវទៅរក hotel ក៏ឃើញហាងញ៉ាំអីមួយក៏ចូលទៅញ៉ាំសិនព្រោះដោយសារតែពេលហ្នឹងដូចជាម៉ោង 2:10 ជាង 1 ហើយប៉ុន្តែអត់ទាន់ញ៉ាំអី
ก็សម្រាប់ថាឈប់ញ៉ាំអីសិនចាំបន្តតាណាទៅមុខទៀតតើតងជាមួយនឹងតម្លៃម្ហូបនៅហាងនេះបើនិយាយទៅបើប្រៀបធៀបមួយខ្មែរយើងគឺថ្លៃហើយប៉ុន្តែបើសិនជាប្រៀបធៀបនៅកូរ៉េហ្មងតម្លៃមិនល្មមអញ្ចឹងនៅកូរ៉េរៀងពិបាកបន្តិចព្រោះអីរបស់ស្អីក៏ថ្លៃដែររបស់ញ៉ាំក៏ថ្លៃដែរព្រោះដោយសារតែមួយពេលម្នាក់ម្ហូបដែលខ្ញុំឃើញនៅតាមហាងនីមួយតម្លៃគេទូទៅដែលទាបបំផុតណាដូចជា10000 វ៉ុនអីហើយ10000 វ៉ុននេះបើគិតជាដុល្លារប្រហែលជាចន្លោះពី7 ទៅ 8 ដុល្លារអញ្ចឹងញ៉ាំសម្រាប់គ្រួសារខ្ញុំនេះញ៉ាំមួយពេលអស់ឡើង20 ដុល្លារអីជាងមានពេលខ្លះខ្ញុំមិនចូលទៅហាងរហូតទេពេលខ្លះញ៉ាំ street food ឬក៏ចូលតាម 7-Eleven ទិញអីញ៉ាំអីខ្លះទៅពេលខ្លះនឹកឃើញញ៉ាំបាយច្រងអូมันប្រកាសថាអាហារដែលយើងញ៉ាំទៅហ្នឹងពេលខ្លះអស់លុយច្រើនញ៉ាំអត់អស់ទៀតពេលអញ្ចឹងក៏សម្រាប់ថាញ៉ាំតិចទៅថាំលុយបានខ្លះបន្ទាប់ពីញ៉ាំអីរួចមកក៏ដើរមកឃើញហាងកាហ្វេមួយកន្លែងឈ្មោះ Mega Coffee កាហ្វេនៅនេះកែវធំ Mega ហ្នឹងគឺសមនឹងឈ្មោះរបស់គេមែនគឺគេមានតែកែវធំទេប៉ុន្តែតម្លៃត្រឹមតែដូចកាហ្វេដូច hot latte ដែលខ្ញុំទិញនោះដូចជាតាតាមខ្ញុំចាំបើមិន 3600 វ៉ុនទេក៏ 3900 វ៉ុនដែរប្រៀបធៀបជាមួយនឹងហាងផ្សេងគឺហាងនេះតម្លៃទាបជាងគេហើយមានន័យថាយើងអាចទទួលយកបានបើគិតជាលុយដុល្លារ 3600 3900 វ៉ុនហ្នឹងយើងគិតជាដុល្លារយើងប្រហែលជាខ្ទង់ 10000 អីហ្នឹងដូចតែយើងញ៉ាំ Amazon អីនៅខ្មែរយើងដែរហ្នឹងនេះជា lobby hotel ដែលខ្ញុំកេងគឺនៅស្ថិតនៅទល់មុខនឹងខ្វាំងអាំងលី Big ហ្មងយប់ឡើងគឺគេមានប្រហោះ drone ដែលចេញជារូបរាងគេហៅ drone show ហ្នឹងខ្ញុំធ្លាប់តែឃើញតាមគេផុសនៅលើ TikTok ដែរឥឡូវបានមកឃើញផ្ទាល់ហើយអូខេនេះ room tour បន្ទប់ដែលខ្ញុំគេងគឺតើតើជាមួយនឹង hotel នេះ concept របស់គេគឺកំណត់យកពណ៌សព្រោះមើលទៅ clean ណាហើយខែមាន2ជាន់គេមានរៀបចំតាំងពីទឹកមានតាំងពីកាហ្វេមានតែនេះជា welcome drink cookie របស់គេគឺយើងអាចយកបានទាំងអស់ហ្នឹងអីតើតើជាមួយចំណុចចម្លែករបស់ hotel ដែលខ្ញុំគេងនេះគឺអាហារពេលព្រឹករបស់គេគឺគេដាក់ថង់យកមកឲ្យយើងភ្ជួរនឹងទ្វារបន្ទប់យើងណានៅក្នុងនោះមានដូចជាមីកំប៉ុងមានទឹកដោះគោមានយ៉ាអ៊ូអញ្ចឹងទៅខុសពីកន្លែងដែលខ្ញុំធ្លាប់ទៅគេងគឺគេមានអាហារពេលព្រឹកដូចជានំប៉័ងមានទឹកក្រូចមានដោះគោអញ្ចឹងទៅឬក៏ hotel ខ្លះគេមានលក្ខណៈជាប្រភេទ buffet breakfast ហើយអញ្ចឹងណាតែទៅមួយ hotel នេះគឺខុសប្លែកពីគេនៃចំណុចដែលខ្ញុំចាប់អារម្មណ៍នោះគឺពីភាពស្អាតនិងអនាម័យរបស់ hotel នេះចឹងនិយាយថាសមនឹងតម្លៃព្រោះ hotel នៅកូរ៉េមិនថាទូចប៉ុណ្ណាទេក៏ថ្លៃដែរនិយាយទៅតម្លៃនៅកូរ៉េនិងនៅជប៉ុនបើប្រហែលគ្នាកន្លែងគេងគឺថ្លៃតែខ្ញុំឮអ្នកដែលធ្លាប់ទៅជប៉ុនណាគេថានៅជប៉ុនកន្លែងគេថ្លៃជាងនៅកូរ៉េទៅទៀតនេះជាទស្សនវិជ្ជាពេលយប់ឡើងអ្នកទាំងអស់គ្នាអាចឃើញបាននោះ drone ដែលគេកំពុងតែលេងហើយ drone show នោះចេញជារូបរាងស្អាតដែរមានមេអំបាយមានផ្កាគេទៅប្លែកភ្នែកអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលមើលវីដេអូរបស់ខ្ញុំតាំងពីដើមមកឆោតហើយក៏កុំភ្លេច subscribe ឲ្យខ្ញុំផង